ជំរាបសួរលោកគ្រូអ្នកគ្រូខ្ញុំសូមបង្ហាញរបៀបបំពេញទិន្នន័យកិច្ចការទី11ទិន្នន័យសាលារៀនផ្ដល់ការបង្វឹកនិងទទួលការបង្វឹកជាដំបូងសូមលោកគ្រូអ្នកគ្រូបើកទៅលើ link កិច្ចការហ្នឹងបន្ទាប់មកទាំងកិច្ចការនឹងបង្ហាញជាដំបូងគឺទំព័រដើមអញ្ចឹងនៅក្នុងទំព័រដើមនេះចំណុចដែលលោកគ្រូអ្នកគ្រូត្រូវបំពេញគឺកឡោនពណ៌សដែលទំនេរអញ្ចឹងកឡោនពណ៌សដែលទំនេរហ្នឹងតើលោកគ្រូអ្នកគ្រូត្រូវបំពេញអីអញ្ចឹងដើម្បីដឹងថាលោកគ្រូអ្នកគ្រូត្រូវបំពេញឯកសារអីឬក៏ត្រូវបំពេញយ៉ាងម៉េចសូមលោកគ្រូអ្នកគ្រូអានខាងមុខនេះគេដាក់ថាសូមភ្ជាប់ដំណរឯកសារជា PDF ហើយនៅជួរខាងលើនេះគេដាក់ថាកិច្ចព្រមព្រៀងរវាងក្រសួងនិងមន្ទីរបាទនេះហើយគឺជាចំណងជើងឯកសារដែលលោកគ្រូអ្នកគ្រូត្រូវយកមកបិទភ្ជាប់ឬក៏ត្រូវយក link មកដាក់នៅក្នុងកឡោនដែលទំនេរពណ៌សនេះអញ្ចឹងមានឧបសម្ព័ន្ធពីទី1រហូតដល់ឧបសម្ព័ន្ធទី5ដើម្បីបិទភ្ជាប់ដំណរឯកសារនៅក្នុងកឡោនសនឹងបានជាដំបូងសូមលោកគ្រូអ្នកគ្រូធ្វើការអាប់ឡូតឯកសារចូលទៅក្នុង Google Drive បន្ទាប់មក copy link យកមកផាសបាទនៅកឡោនសហ្នឹងតាមឈ្មោះឯកសារនីមួយៗអញ្ចឹងសម្រាប់ខ្ញុំបានអាប់ឡូតឯកសារចូលទៅក្នុង Google Drive រួចហើយអញ្ចឹងខ្ញុំសូមទៅធ្វើការ copy យកឯកសារនោះយកមកបិទភ្ជាប់អញ្ចឹងខ្ញុំសូមបើក tab ថ្មីមួយទៀតអញ្ចឹងនេះគឺជា Google បន្ទាប់មកលោកគ្រូអ្នកគ្រូក៏លេចមកមើលខាងស្ដាំនេះគឺសញ្ញាចុចច្រើននេះហើយនឹងរូប profile email របស់ខ្ញុំបាទអញ្ចឹងលោកគ្រូអ្នកគ្រូចុចកន្លែងហ្នឹងមកបន្ទាប់មកយកពាក្យថា Drive បាទបន្ទាប់ពីលោកគ្រូអ្នកគ្រូបើក Drive នឹងរួចហើយលោកគ្រូអ្នកគ្រូអាចស្វែងរកឯកសារដែលលោកគ្រូអ្នកគ្រូបានអាប់ឡូតចូលហើយបើលោកគ្រូអ្នកគ្រូមិនទាន់បានអាប់ឡូតឯកសារនឹងចូលទៅក្នុង Drive ទេបាទសូមចុចរូបសញ្ញាបូកនេះដែលមានពាក្យថា New បន្ទាប់មកធ្វើការអាប់ឡូតឯកសារនឹងចូលបាទជា file ឬក៏ជា folder តែដោយសារខ្ញុំបានអាប់ឡូតឯកសារនឹងចូលរួចហើយខ្ញុំបានដាក់ជា folder មួយដែលមានចំណងជើងថាឯកសារបង្វឹកបាទអញ្ចឹងខ្ញុំសូមបើកទៅលើឯកសារហ្នឹងបាទនេះគឺជាឈ្មោះឯកសារដែលត្រូវយកមកបិទភ្ជាប់អញ្ចឹងដើម្បីយកទៅបិទភ្ជាប់ក្នុងកិច្ចការទី11នេះបានសូមលោកគ្រូអ្នកគ្រូអូសមកខាងក្រោយនេះមកបាទចំឈ្មោះឯកសារមួយបាទសូមចុចទៀតហើយខ្ញុំចុចទៅលើឯកសារនេះមួយបន្ទាប់មកគឺខ្ញុំអូសមកខាងក្រោយនេះគឺមានសញ្ញាចុច3នេះបាទចុចកន្លែងសញ្ញាចុច3បន្ទាប់មកចុចទៅលើពាក្យថា share រួចហើយជ្រើសរើសយកពាក្យថា copy link បន្ទាប់មកទៀតសូមលោកគ្រូអ្នកគ្រូចុចមកខាងក្រោមនេះយកអក្សរដែលមានពណ៌ខៀវនេះបាទបន្ទាប់មកនៅកន្លែងនេះបើចេញអញ្ចឹងសូមលោកគ្រូអ្នកគ្រូចុចសញ្ញាព្រួញចុះក្រោមនេះបាទជ្រើសរើសយកពាក្យថា anyone with the link បាទយកខាងក្រោមគេផុតហ្នឹងបាទបន្ទាប់មកកន្លែងត្រង់នេះលោកគ្រូអ្នកគ្រូអាចដាក់ជា viewer ជា comment ឬក៏ជា editor បាទអញ្ចឹងកន្លែងត្រង់ហ្នឹងស្រេចតែលោកគ្រូអ្នកគ្រូរើសទៅអញ្ចឹងខ្ញុំសូមដាក់ជា viewer ដើម្បីឲ្យអ្នកដែលគាត់ចូលទៅបានតែមើលបាទអញ្ចឹងបន្ទាប់មកខ្ញុំចុចទៅលើពាក្យថា copy link រួចហើយចុចទៅលើពាក្យថា done បានប៉ុណ្ណឹងហើយសូមលោកគ្រូអ្នកគ្រូចូលមកកាន់កិច្ចការទី11នេះវិញនេះខាងក្រោមនេះប្រឡោះខាងក្រោមកិច្ចព្រមព្រៀងនេះសូមលោកគ្រូអ្នកគ្រូធ្វើការចុចទៅលើ keyboard control អក្សរ V ដើម្បីផាសចូលឬក៏លោកគ្រូអ្នកគ្រូចុច mouse ស្ដាំបន្ទាប់មកយកពាក្យថា insert link រួចហើយកន្លែង search នេះគឺយើងចុច control អក្សរ V ទៅបន្ទាប់មកចុចទៅលើពាក្យថា apply
បាទអញ្ចឹងបានដូចគ្នានេះអញ្ចឹងឯកសារខ្ញុំគឺបានបិទភ្ជាប់រួចហើយអញ្ចឹងខ្ញុំសូមបង្ហាញឯកសារទី2មួយទៀតគឺសំណើសុំថវិកាបង្វឹកអញ្ចឹងធ្វើដូចគ្នាអញ្ចឹងបាទសូមចូលមកកាន់ Google Drive បន្ទាប់មករកឈ្មោះឯកសារបាទនេះឯកសារបង្វឹករួចហើយចុចទៅលើសញ្ញាត្រេ3ចុចទៅលើពាក្យថា share ចុចទៅលើពាក្យថា copy link ហើយចុចអក្សរពណ៌ខៀវនៅខាងក្រោមនេះបន្ទាប់មកកន្លែងតនេះសូមជ្រើសរើសយកពាក្យថា anyone with the link បាទរួចហើយចុចទៅលើពាក្យថា copy link ចុចពាក្យ done ហើយចូលមកកាន់កិច្ចការរបស់យើងវិញកន្លែងតនេះគឺម្ដងនេះខ្ញុំសូមចុចទៅលើ keyboard គឺ control អក្សរ V បាទគឺខ្ញុំអត់ចុចម៉ៅស្ដាមទៀតទេខ្ញុំចុច control អក្សរ V អញ្ចឹងសូមលោកគ្រូអ្នកគ្រូធ្វើអញ្ចឹងរហូតទៅដល់ឧបសម្ព័ន្ធទី5បាទនេះខ្ញុំបានបិទភ្ជាប់ link កិច្ចការនេះរួចរាល់អស់ហើយអញ្ចឹងខ្ញុំសូមបង្ហាញមកខាងក្រោមទៀតបាទអញ្ចឹងចំពោះខាងក្រោមនេះគឺលោកគ្រូអ្នកគ្រូអត់ចាំបាច់បំពេញអីទេគឺប្រព័ន្ធចាប់យកមកដោយស្វ័យប្រវត្តិបាទអញ្ចឹងសូមចូលទៅកាន់ sheet លេខ1បញ្ជីឈ្មោះអ្នកចូលរួមផ្សេងទៀតបាទអញ្ចឹងនេះខ្ញុំបានបំពេញរួចហើយអញ្ចឹងលោកគ្រូអ្នកគ្រូអាចបំពេញតាមជាក់ស្ដែងបាទឈ្មោះនេះគឺជាអ្នកចូលរួមផ្សេងទៀតក្រៅពីឈ្មោះដែលនៅក្នុងសាលារបស់លោកគ្រូអ្នកគ្រូអញ្ចឹងអាចជាឈ្មោះលោកគ្រូអ្នកគ្រូដែលគាត់នៅខាងមន្ទីរអប់រំបាទនេះដូចជាឈ្មោះនេះលោកគ្រូប៊ុនណារ៉ាន់គាត់នៅខាងមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្ដាលបាទមានលោកគ្រូម៉ាងនគាត់ប្រធានការិយាល័យអប់រំក្រុងសំពើពូនហើយក៏ជាគ្រូបង្គោល ICT ខេត្តដែរបាទហើយមានលោកគ្រូខនធីរ៉ានេះគាត់នៅខាងមន្ទីរដែរបាទនេះគឺជាឈ្មោះអ្នកដែលចូលរួមផ្សេងទៀតនៅក្នុងការបង្វឹកបាទអញ្ចឹងខ្ញុំសូមបង្ហាញបន្តទៀតទៅលើ sheet លេខ2បច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកចូលរួមបាទអញ្ចឹងចំពោះបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកចូលរួមនេះកន្លែងត្រង់នេះសូមលោកគ្រូធ្វើការជ្រើសរើសឈ្មោះបាទដោយចុច2ដងបាទនេះខ្ញុំសូមលុបសិនអញ្ចឹងបាទអញ្ចឹងដើម្បីរើសឈ្មោះអ្នកចូលរួមបានសូមលោកគ្រូចុច2ដងក៏ជាប់បាទចុចម៉ៅឆ្វេងបាទ2ដងក៏ជាប់មកហើយនឹងលោតឈ្មោះមកអញ្ចឹងលោកគ្រូអាចជ្រើសរើសយកបានដែរតែឈ្មោះលោកគ្រូណាខ្លះដែលបានចុះបង្វឹកអញ្ចឹងខ្ញុំសូមឧទាហរណ៍ប៉ុណ្ណឹងបាទ4នាក់រួចហើយថ្ងៃខែបង្វឹកបាទសូមលោកគ្រូធ្វើការជ្រើសរើសថ្ងៃខែជាក់ស្ដែងមកបាទនេះមានថ្ងៃខែហើយថ្ងៃនេះគឺខែបាទឆ្នាំបាទពេលវេលាបង្វឹកហ្នឹងតើលោកអ្នកគ្រូទៅមួយពេលឬក៏មួយថ្ងៃបាទឬក៏អនឡាញបាទសូមជ្រើសរើសបាទឈ្មោះសាលាបង្វឹកបាទសូមជ្រើសរើសមកតែនេះដោយសារប្រព័ន្ធអត់ទាន់បានបញ្ចូលឈ្មោះសាលាដែលត្រូវបង្វឹកតែនៅពេលដែលប្រព័ន្ធបានរៀបចំរួចរាល់ហើយលោកគ្រូអាចជ្រើសរើសបានហើយបាទអញ្ចឹងតើលោកគ្រូអ្នកគ្រូចុះទៅបង្វឹកនឹងបង្វឹកទៅលើកិច្ចការអីបាទសូមជ្រើសរើសមកបាទកិច្ចការមានទាំង6មានទាំងអស់នៅក្នុងបញ្ជីហ្នឹងបាទសូមអធិស្ឋានតើលោកគ្រូអ្នកគ្រូបង្វឹកលើកិច្ចការមួយណាបាទសូមរើសមកបាទនេះផលសម្រាប់បាទសូមលោកគ្រូអ្នកគ្រូបំពេញមកផលសម្រាប់នៃការអនុវត្តកិច្ចព្រមព្រៀងនេះហ្នឹងបាទអញ្ចឹងខ្ញុំសូមចូលទៅ sheet លេខ3ដំណរភ្ជាប់របាយការណ៍បង្វឹកបាទអញ្ចឹងថ្ងៃខែនេះគឺប្រព័ន្ធបានចាប់យកដោយស្វ័យប្រវត្តិពីបច្ចុប្បន្នភាពអ្នកចូលរួមនេះបាទគឺខ្ញុំជ្រើសរើសយកថ្ងៃ15ខែឧសភា2026អញ្ចឹងពេលដែលលោកគ្រូចូលមកដល់នេះគឺថ្ងៃខែហ្នឹងគឺលោតមកដោយស្វ័យប្រវត្តិហើយនៅកន្លងនេះសូមលោកគ្រូបិទភ្ជាប់នៅរបាយការណ៍នេះបាទគេដាក់ថាសូមភ្ជាប់ដំណរជា PDF និងរក្សាជាឯកសារសាលារៀនបាទអញ្ចឹងកន្លែងទាំងនេះសូមលោកគ្រូធ្វើការបិទភ្ជាប់បាទដូចនៅក្នុងទំព័រដើមដែរបាទបិទភ្ជាប់មកលោកគ្រូអាចវេឈ្មោះទាថាឯកសារហ្នឹងលោកគ្រូចុះបង្វឹកនៅខែឧសភាអញ្ចឹងលោកគ្រូវេបញ្ចូលឈ្មោះមកដល់ខែបាទឧសភាអញ្ចឹងមកបន្ទាប់មកគ្រូធ្វើការបិទភ្ជាប់ link កិច្ចការហ្នឹងទៅ
នេះដោយសារខ្ញុំអត់ទាន់បានចុះហុំវឹកអត់ទាន់បានធ្វើរបាយការណ៍អញ្ចឹងអត់ទាន់មានឯកសារបិទភ្ជាប់ទេតែសម្រាប់លោកគ្រូអ្នកគ្រូដែលបានចុះហុំវឹកហើយមានឯកសារសូមធ្វើការបិទភ្ជាប់អញ្ចឹងមកបាទបន្ទាប់មកទៀតសូមលោកគ្រូអ្នកគ្រូមើលមួយទៀតគឺបញ្ជីឈ្មោះបាទនេះលីងលេខស៊ីតលេខ4នេះបញ្ជីវត្តមានអ្នកចូលរួមបាទឯកសារបាទនេះកិច្ចការនេះលោតមកដោយស្វ័យប្រវត្តិដែរគឺគ្រូអត់បំពេញអីទេបាទចំពោះឈ្មោះសាលានេះដោយសារដូចខ្ញុំបានជម្រាបពីខាងដើមអញ្ចឹងក្រុមការងារអត់ទាន់បានរៀបចំឈ្មោះសាលាដែលត្រូវបង្វឹកនឹងឲ្យបានរួចរាល់អញ្ចឹងហើយគ្រូធ្វើការជ្រើសរើសអត់ទាន់បានទេបាទអញ្ចឹងចំណុចហ្នឹងសូមគ្រូទុកចឹងសិននៅពេលដែលក្រុមការងាររួចរាល់គ្រូអាចធ្វើការជ្រើសរើសបានបាទមួយទៀតគឺសិទ្ធិរបាយការណ៍បង្វឹកបាទសិទ្ធិនេះក៏លោកគ្រូអត់បំពេញអីដែរបាទចំណុចអស់នេះបាទហើយរបាយការណ៍បង្វឹកនេះបាទនេះគឺប្រព័ន្ធលោតមកចាប់មកដោយស្វ័យប្រវត្តិនេះផុសតាងបាទដែលខ្ញុំបានបិទភ្ជាប់គ្រូឃើញនេះផុសតាងមានឧបសម្ព័ន្ធទី1ឧបសម្ព័ន្ធទី2បាទគឺភ្ជាប់មកនៅក្នុងរបាយការណ៍ហ្នឹងបាទអញ្ចឹងវីដេអូស្ដីអំពីរបៀបបំពេញទិន្នន័យកិច្ចការទី11បាទសូមចប់ប៉ុណ្ណឹងបាទ